ថ្ងៃនេះខ្ញុំមានកន្លែងមួយចង់បង្ហាញពុកម៉ែបងប្អូនយើងជាពិសេសពុកម៉ែបងប្អូនយើងនៅក្នុងក្រុងសេរីភ័ណ្ឌណាប្រកបជាស្គាល់គាត់ច្បាស់តែម្ដងតាក់ទងជាមួយនឹងប្រភេទស៊ុបស៊ីឈွန်អញ្ចឹងណាកន្លែងគាត់គឺមានឈ្មោះថា Linda BBQ Hot Pot ហើយវីដេអូមួយនេះគឺពិសេសមែនទែនសម្រាប់ពុកម៉ែបងប្អូនយើងដែលបានតាមដានរហូតដល់ចប់ហើយ share វីដេអូមួយចេញអូខេនឹងមានការ discount ចំនួន 50% នៅថ្ងៃទី7ខែ2ហ្នឹងណានៅខែខាងស្អែកអត់យូរទេសម្រាប់តែអ្នក share ទេណាសូមបញ្ជាក់ឲ្យហើយទីតាំងរបស់គាត់គឺអត់ទៅណាឆ្ងាយទេគឺនៅជាប់ជាមួយនឹងសន្តាគារ Pyramid ទេណាគឺនៅនឹង Play 2យើងផ្ទាល់តែម្ដងហើយនៅទីនេះសម្រាប់ពុកម៉ែបងប្អូនយើងដែលថាល្ងាចឡើងចង់ញ៉ាំអ្វីដែលក្តៅហុយបែបហ្នឹងជាលក្ខណៈគ្រួសារអីអូហូនិយាយរួមទៅខ្ញុំរីកមែនតែបងប្អូនយើងអាចមកសាក់ញ៉ាំបាននៅទីនេះហើយខ្ញុំនិយាយបែបនេះមិនមែនមានន័យថាគាត់ទៅតែបើកដំណើរការទេតាមពិតទៅគាត់បើកដំណើរការហ្នឹងគឺចូល2 3ឆ្នាំហើយក៏មានពុកម៉ែបងប្អូនយើងក៏មកគាំទ្រច្រើនមែនទែនទាំងភ្ញៀវជាតិភ្ញៀវអន្តរជាតិអញ្ចឹងណាហើយអ្វីខ្ញុំចាក់រំមួយទៀតគឺការដេកការរៀបចំភ្លើងផងគាត់គឺល្អមែនទែនតាក់ទងជាមួយនឹងសេវាកម្មក៏លឿនដែរបើសិនជាបងប្អូនយើងធ្វើការងារអស់កន្លងពីថ្ងៃអញ្ចឹងណាបែបថាលក្ខណៈគ្រួសារមកអង្គុយញ៉ាំពេលល្ងាចអញ្ចឹងគឺអត់រងចាំយូរទេចង់ញ៉ាំបកងក៏មានដែរបកងអាំងអញ្ចឹងទៅប៉ុន្តែថ្ងៃនេះខ្ញុំសុំបែបថាលក្ខណៈថាបែបស៊ុបថ្ងៃនេះខ្ញុំកូមណោគឺមកញ៉ាំស៊ុបបែបស៊ីឈွန်អញ្ចឹងណាមកឈុតនេះគឺឈុតធំតែម្ដងគឺគេមានប្រហិត6 7មុខប្រហិតចូល7មុខហើយមានប្រហិតត្រីប្រហិតសាច់គោអញ្ចឹងណាបងប្អូនគ្នាហើយបើសិនជាបងប្អូនយើងចង់អេបន្ថែមជាមួយនឹងសាច់អីបន្ថែមទៀតក៏បានដែរអត់បញ្ហាទេដោយសារតែនៅទីនេះគឺមានប្រភេទសាច់ច្រើនបងប្អូនយើងចូលចិត្តប្រភេទមាន់ខ្មៅក៏មានដែរហ្នឹងបងប្អូនយើងអាចកំងហៅអេបន្ថែមអញ្ចឹងណាហើយសម្រាប់ខ្ញុំមកឈុតនេះគឺគ្រប់ហើយគ្នា5នាក់ចង់និយាយថា5នាក់គឺបោតែម្ដងមានប្រភេទទឹកស៊ុបស៊ីឈွန်ហើយនិងទឹកស៊ុបធម្មតាអូបងប្អូនយើងចូលចិត្តគឺត្រូវហើយមានមីមកជាមួយទៀតណាមកឈុតនេះគឺមានមីទៀតហើយមីសួរនេះបងប្អូនយើងមកចង់ញ៉ាំអេបន្ថែមបានអេបន្ថែមទៅក្រៅបានអត់ជាបញ្ហាទេដូច្នេះហើយសម្រាប់បងប្អូនយើងដែលថាល្ងាចឡើងបែបថាលក្ខណៈគ្រួសារអញ្ចឹងណាចង់ញ៉ាំរបស់ក្តៅហុយបែបស៊ុបស៊ីឈွန်អញ្ចឹងបងប្អូនគ្នាខ្ញុំរីកមែនទេបងប្អូនយកមកសាក់ញ៉ាំបាននៅកន្លែងគាត់និយាយមែនទេទៅការញ៉ាំវាអាស្រ័យលើបងប្អូនអញ្ចឹងទេចង់ញ៉ាំរបៀបមិនក៏បានដែរសំខាន់ឲ្យតែសុបាយចិត្តអញ្ចឹងណាហើយការឌីកូននៅកន្លែងគាត់ការរៀបចំភ្លើងគឺគ្រប់គ្រាន់បានល្អមែនទេបើថាជ្រុលហើយទាញកាមេរ៉ាយកមក selfie មួយទៅហើយតាក់ទងជាមួយនឹងទឹកជ្រលក់ផងគាត់ហ្នឹងមើលទៅគឺពុតណងមិនមែនមើលតំណងទេរសជាតិក៏ឆ្ងាញ់ដែរបងប្អូនយើងអាចយកមកជ្រលក់កវីបែបហ្នឹងណាហើយយើងយកមកផ្ទាប់ជាមួយនឹងទឹកជ្រលក់ផងគេហ្នឹងអូនិយាយវាថាជាតិមែនតែនអ្នកទាំងនេះអើយចង់និយាយថារសជាតិជាមួយនឹងទឹកជ្រលក់ជាមួយនឹងប្រហិតនេះជាប្រហិតប្រភេទហ្នឹងគឺគេមានស្នូលខាងក្នុងទៀតហើយដល់ពេលយើងដាក់ចូលទៅក្នុងមាត់ទៀតរសជាតិគឺកាន់តែឆ្ងាញ់អញ្ចឹងបានថាល្ងាចឡើងបើសិនបានស៊ុបបែបលក្ខណៈគ្រួសារមួយឆ្នាំអញ្ចឹងណាញ៉ាំអូនិយាយរួមទៅគឺពិតជាកក់ក្ដៅមែនតែនជាមួយនឹងបន្លែស្រស់យកមកជ្រលក់ភ្លាមញ៉ាំភ្លាមចេះអូហូអ្នកទាំងនេះគឺពិតជាមានក្តីសុខមែនតែនក្តីសុខនិយាយរួមទៅណាហើយសាច់ស្លាយយើងមកជ្រលក់ភ្លាមញ៉ាំជាមួយនឹងទឹកជ្រលក់បែបហ្នឹងអូហូនិយាយមែនតែនក្តីសុខមែនតែនលក្ខណៈថាបែបគ្រួសារអញ្ចឹងទៅហើយតម្លៃគឺសមរម្យមែនតែនអ្នកទាំងនេះតម្លៃគឺសមរម្យបងប្អូនយើងមកជាលក្ខណៈគ្រួសារគឺមិនអស់ច្រើនទេសំខាន់គឺយើងទទួលបានរបស់ឆ្ងាញ់តម្លៃសមរម្យសេវាកម្មល្អបាននិយាយមែនទេទៅនៅទីនេះបើសិនជាបងប្អូនយើងធ្វើការងារអស់កម្លាំង stay ពីថ្ងៃអញ្ចឹងណាមកល្ងាចឡើងឯមកទីនេះបានដឹងតែកាត់បទថយបានច្រើនតែម្ដងហើយនៅទីនេះគឺគាត់ចាប់ផ្ដើមបើកពីម៉ោង4រហូតដល់ម៉ោង10ម៉ោង11ពេលយប់អញ្ចឹងទៅហើយទីតាំងគាត់គឺអបបារទេបងប្អូនងាយស្រួលមែនទេសម្រាប់បងប្អូនយើងនៅក្រុងសីភ័ណ្ឌប្រកាសជាស្គាល់ហើយស្ថានភាព Pyramid ណាឬមួយបងប្អូនយើងជិះកាត់តាមផ្លូវ stop លេខ1ណាផ្លូវ stop លេខ1នេះជិះហួសប្រហែលជា50ម៉ែត្រខាងឆ្វេងដៃគឺមានផ្លូវលេខ2ហើយបងប្អូនយើងចូលតាមនឹងឯងផ្លូវនេះបងប្អូនយើងមកពីខាងសៀមរាបក៏ត្រូវមកពីខាងប៉ោយប៉ែតក៏ត្រូវដែរចូលតាមផ្លូវនឹងតែមួយទេចូលទៅប្រហែលជា50ម៉ែត្រគឺឃើញហើយគេដាក់ផ្លាកថា Linda BBQ Hot Pot ណាបងប្អូនយើងមកដល់ទីតាំងផ្ទាល់តែម្ដងអូខេហើយសម្រាប់ព័ត៌មានបន្ថែមនឹង Google Map ណាខ្ញុំនឹងដាក់ក្នុង comment បន្ថែមបងប្អូនយើងអាចចូលទៅមើលបញ្ជាក់បន្ថែមបានអូខេអញ្ចឹងពីខ្ញុំមីលីចង់បង្ហាញគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយ